ទូរិស័យម្សាញ់ប្រចាំខែវិច្ឆិកាឆ្នាំ2025ទូរិស័យពស់ក្នុងខែជ្រូកភ្លើងគិតចាប់ពីថ្ងៃទី7ខែវិច្ឆិកាដល់ថ្ងៃទី5ខែធ្នូឆ្នាំ2025រិស័យម្សាញ់ពស់នៅក្នុងខែវិច្ឆិកាហៅថាខែកុលឆ្នាំ2025នេះមិនល្អទេកុលឆុងនឹងម្សាញ់ក្នុងខែនេះសំណាងមិនល្អទេតាក់ទងទៅនឹងមុខរបរលុយកាក់ទ្រព្យសម្បត្តិការងារមុខជំនួញស្នេហាកូនចៅបរិវារទៅតាមសសរស្ដំយ៉ាងណាមិញប្រសិនបើមានរិស័យម្សាញ់ក្នុងតារាងរិស័យហើយមានធាតុត្រូវការជាធាតុភ្លើងនិងធាតុទឹកឬតែធាតុភ្លើងឬតែធាតុទឹកវិញគឺប្រែជាហេងវិញហៅថាចុងហេងទិសម្សាញ់ទិសខាងត្បូងឈៀងកើតជាតារាសាស្ត្រឆុងបែកបាក់ផ្លាស់ប្ដូរប្រចាំខែវិច្ឆិកាឆ្នាំ2025នេះកុលឆុងម្សាញ់បង្ការភាពឆុងទិសហាមស្វានដំជួសជុលឬបង្កជាសម្លេងចេញពីទិសឆុងនោះបាទសូមអរគុណ